អំពីជំងឺឡើងបាយភ្នែកមួយរយៈនេះខ្ញុំឧស្សាហ៍ឃើញមនុស្សឡើងបាយភ្នែកច្រើនគ្នាពេលដែលយើងដើរតាមខ្នល់ឬក៏ទៅវាលយន្តហោះឬមួយក៏មក clinic ពិនិត្យសុខភាពជាមួយនឹងនាងខ្ញុំអ្វីទៅជាជំងឺឡើងបាយភ្នែកតាមធម្មតាភ្នែករបស់យើងមានភ្នែកពណ៌សនិងភ្នែកពណ៌ខ្មៅហើយនៅចំរង្វង់កណ្ដាលដែលជាភ្នែកពណ៌ខ្មៅហ្នឹងមានរុនមូលកន្លងមួយគេហៅប្រស្រីភ្នែកដែលវារីករួមទៅតាមចំនួនពន្លឺបើសិនជាយើងបញ្ចាំងពិលទៅគឺអានឹងវារួមតែពេលដកពិលមកគឺវារីកអានោះគេហៅប្រស្រីភ្នែកហើយនៅពីក្រោយប្រស្រីភ្នែកហ្នឹងវាមានកញ្ចក់កែវមួយដែលថ្លាឆ្វង់គឺថ្លាដូចកញ្ចក់ហើយនៅពេលដែលវាចាប់ផ្ដើមល្អក់នោះហើយគេហៅថាជំងឺឡើងបាយភ្នែកគឺកញ្ចក់កែវភ្នែកឈប់ថ្លាឆ្វង់ដូចកញ្ចក់ទៀតគឺវាឡើងទៅជាស្រអាប់បន្តិចម្ដងរហូតដល់ពេលមួយនោះគឺយើងមើលឃើញពីក្រៅដោយមិនចាំបាច់គ្រូពេទ្យឆ្លោះមើលចឹងមូលហេតុអ្វីបានជាមនុស្សកើតជំងឺឡើងបាយភ្នែកទី1មកពីគាត់ចាស់អាយុច្រើនទី2មកពីឡើងជាតិស្ករមិនចាំបាច់ឲ្យគាត់កើតទឹកនោមផ្អែមទេគ្រាន់តែប្រឈមនឹងការកើតទឹកនោមផ្អែមក៏កញ្ចក់ភ្នែកគាត់ចាប់ផ្ដើមល្អក់ម្ដងបន្តិចសូម្បីតែមនុស្សដែលមិនទាន់ទាំងប្រឈមនឹងការកើតទឹកនោមផ្អែមផងគ្រាន់តែគាត់ញ៉ាំច្រើនមួយអាទិត្យ2-3ដងញ៉ាំច្រើនស្ករឡើងហើយវាចុះវិញបាត់អត់ដឹងខ្លួនអញ្ចឹងច្រើនឆ្នាំក្រោយមកក៏ភ្នែកគាត់ចេះឡើងបាយដោយមិនចាំបាច់ប្រឈមនឹងទឹកនោមផ្អែមឬមួយក៏កើតជំងឺទឹកនោមផ្អែមទេទី3មនុស្សខ្លះគាត់ដើរហាត់ថ្ងៃពេលក្តៅកំពុងក្តៅខ្លាំងហ្នឹងអត់ពាក់វ៉ែនតាខ្មៅធ្វើឲ្យកញ្ចក់កែវវាឆាប់ខូចហើយឥឡូវនេះនៅមានមូលហេតុបរិស្ថានគឺសម្បូរដោយផ្សែងឡានផ្សែងម៉ូតូនិងជាតិពុលផ្សែងបារីអញ្ចឹងវាហុយចូលជួនកាលហុយទាំងមេរោគហុយទាំងជាតិពុលអញ្ចឹងវាធ្វើឲ្យរាងកាយរបស់យើងមិនមែនតែភ្នែកមួយទេគឺទទួលរងផលប៉ះពាល់ឆាប់ចាស់ហើយមួយទៀតមនុស្សខ្លះគាត់មានជាតិពុលច្រើនពេកគាត់ធ្វើឲ្យកើតជំងឺប្រព័ន្ធការពាររាងកាយបំផ្លាញខ្លួនឯងអញ្ចឹងគឺគាត់បំផ្លាញក្រពេញទឹកភ្នែកដែលបញ្ចេញទឹកភ្នែកយកមកលាងកាយភ្នែករបស់ខ្លួនជាប្រចាំមួយថ្ងៃវល់ល្ងាចហ្នឹងអត់គ្រប់គ្រាន់ធម្មតាទឹកភ្នែកហ្នឹងក្រៅពីលាងកាយភ្នែកគឺបន្សាបជាតិពុលផងសម្រាប់មេរោគផងសុទ្ធតែសារធាតុសម្រាប់មេរោគនិងបន្សាបជាតិពុលនៅក្នុងទឹកភ្នែកស្រាប់អញ្ចឹងនៅពេលដែលប្រព័ន្ធការពាររាងកាយបំផ្លាញខ្លួនឯងវារលាកក្រពេញទឹកភ្នែកអញ្ចឹងផលិតទឹកភ្នែកមិនគ្រប់គ្រាន់អ្នកខ្លះទៅដាក់ទឹកភ្នែកសពនិមិត្តមួយទៀតមនុស្សខ្លះគាត់ខ្វះអាហារចិញ្ចឹមទ្រទ្រង់កាយភ្នែកនិងទ្រទ្រង់បាតភ្នែកជាហេតុធ្វើឲ្យភ្នែករបស់គាត់អាចនឹងស្រវាំងភ្នែករបស់គាត់អាចមិនសូវមុតមិនសូវវាងវៃហើយក៏អាចធ្វើឲ្យគាត់ប្រឈមនឹងការជំងឺងងឹតភ្នែកដែលចាំបាច់ពាក់វ៉ែនតាហើយឥឡូវហ្នឹងឃើញមនុស្សពាក់វ៉ែនតាកាន់តែច្រើនទៅដោយសារការសម្លឹងអេក្រង់កុំព្យូទ័រអេក្រង់ទូរស័ព្ទហ្នឹងកាន់តែច្រើនទៅហើយពន្លឺគេហៅ blue light ចេញពីទូរស័ព្ទក៏ដោយចេញពីអេក្រង់កុំព្យូទ័រក៏ដោយវាជាពន្លឺដែល toxic ហ្នឹងពុលសម្រាប់បាតភ្នែកយើងមានកោសិកាពីរយ៉ាងកោសិកាចាប់ពន្លឺនិងចាប់រូបភាពចាប់បានបញ្ជូនទៅខួរក្បាលដើម្បីវិភាគថានេះជាអ្វីមានន័យថាម៉េចហើយតើត្រូវកត់ត្រាទុកចំណាំទុកឬក៏លុបវាចោលអញ្ចឹងនៅពេលដែលពន្លឺនឹងវាចូលទៅសុទ្ធតែជាជាតិពុលណាជាតិពុលសម្រាប់កោសិកាទាំងពីរយ៉ាងហ្នឹងគឺយើងអាចនឹងឈឺក្បាលយើងអាចនឹងអត់ចាំហើយយើងអាចនឹងខូចភ្នែកខូចទាំងខួរក្បាលខ្សោយទាំងខួរក្បាលទៀតប៉ុន្តែនេះវាគ្រាន់តែជាមូលហេតុរួមផ្សំទេចំណែកមូលហេតុដែលធំជាងគេគឺអាយុច្រើនជាតិស្ករហើយនឹងពន្លឺព្រះអាទិត្យដែលយើងអត់បានពាក់វ៉ែនតាខ្មៅឥឡូវយើងនិយាយអំពីរោគសញ្ញាមនុស្សខ្លះនៅពេលដែលភ្នែករបស់គាត់មើលមិនច្បាស់គឺគាត់បាត់បង់ភាពឆ្លាតវាងវៃភ្នែកអត់មុតមានន័យថាយើងមើលអ្វីមិនសូវយល់ហើយមិនសូវស៊ីជម្រៅការគិតក៏មិនសូវចេញអារម្មណ៍ក៏មួម៉ៅជួនកាលឈឺក្បាលទៀតជួនកាលវិលមុខធីងធងទៀតក៏មានដូច្នេះកែវភ្នែកបើមិនថ្លាដូចកញ្ចក់គឺធ្វើឲ្យយើងអបប្រាជ្ញាធ្វើឲ្យយើងតបប្រមល់នៅក្នុងរាងកាយធ្វើឲ្យយើងវិលមុខធ្វើឲ្យយើងឧស្សាហ៍ឈឺក្បាលចំណុចសំខាន់មួយទៀតភ្នែកវាគឺជាកន្លែងមួយដែលយើងឆ្លោះឃើញបាត់ភ្នែកនៅពេលដែលយើងឆ្លោះឃើញបាត់ភ្នែកគឺយើងដឹងថាអាចមានបញ្ហានៅនឹងបាត់ភ្នែកហើយបញ្ហានៅនឹងបាត់ភ្នែកគឺជាបញ្ហាសរសៃឈាមតូចៗដែលចិញ្ចឹមគេហៅចិញ្ចឹមរេទីណាកោសិកាដែលចាប់ពន្លឺនិងចាប់រូបភាពហ្នឹងគេហៅរេទីណាហើយវាមានសរសៃឈាមនៅពីក្រោមនឹងច្រើនណាស់អញ្ចឹងនៅពេលដែលសរសៃឈាមនឹងខូចក្រិនឬក៏របើកឬមួយខ្លាយទៅជាចំណុចពណ៌សដូចកបាស់អីអាហ្នឹងគឺប្រញាប់ទៅមើលខួរក្បាលនិងទៅមើលតម្រងនោមភ្លាមពីព្រោះនោះគឺជាបង្អួចដែលយើងអាចមើលឃើញសរសៃឈាមនិងភ្នែកអាសរសៃឈាមទូចៗនៅក្នុងខួរក្បាលនិងសរសៃឈាមតូចៗនៅក្នុងតម្រងនោមបើវាខូចគឺយើងចាប់ផ្ដើមចាត់ការភ្លាមបើមិនអញ្ចឹងទេក្រៅពីខ្វះភ្នែកគឺខូចខួរក្បាលនិងខូចតម្រងនោមនៅពេលដែលយើងមានឡើងបាយភ្នែកគឺគ្រូពេទ្យមិនអាចប្រើបង្អួចហ្នឹងឆ្លោះទៅខាងក្នុងឃើញទេហើយនៅពេលដែលយើងឡើងបាយត្រូវទៅវះកាត់វាល្អក់ខ្លាំងពេកគ្រូពេទ្យមិនអាចមើលឃើញបាត់ភ្នែកអញ្ចឹងអត់អាចធានាបានថាពេលដែលខ្ញុំវះទៅភ្លឺឬក៏មិនភ្លឺគឺដុកទ័រភ្នែកប្រាប់មិនដឹងថាភ្លឺឬមិនភ្លឺទេពីព្រោះខ្ញុំមើលអីក៏មិនឃើញដែរខ្ញុំមិនអាចឆ្លងកាត់កញ្ចក់កែវដែលស្រអាប់ទេតាមធម្មតាពេលដែលយើងឆ្លងបាត់ភ្នែកគឺឆ្លងកាត់កញ្ចក់កែវដែលថ្លាឆ្វង់គឺថ្លាដូចកញ្ចក់នៅពេលដែលវាស្រអាប់គឺយើងមិនអាចឆ្លុះមើលឃើញដូចតែយើងមើលឃើញព្រិលអញ្ចឹងគឺគ្រូពេទ្យមើលឃើញព្រិលដែរពេលដែលមើលឆ្លងកាត់កញ្ចក់កែវព្រិលដែលស្រអាប់ឡើងបាយហ្នឹងគឺគ្រូពេទ្យមើលបាត់ភ្នែកអត់ឃើញដែរអញ្ចឹងពេលដែលទៅវះគឺយើងមិនអាចសន្យាថានៅខាងក្រោមហ្នឹងវះទៅភ្លឺទេជួនកាលវះទៅភ្លឺជួនកាលវះទៅអត់ភ្លឺទេតោះតែយើងវះឲ្យលឿនវះឲ្យរហ័សកុំទុកពេលយូរពេកបានធានាថាវះទៅវាភ្លឺដូចដើមឬក៏ភ្លឺលើសដើមដូច្នេះការវះកាត់ដោយសារតែការព្យាបាលឡើងបាយភ្នែកកម្រិតធ្ងន់គឺมันមានអ្វីក្រៅពីការវះកាត់ដូរកញ្ចក់កែវដូច្នេះការការពារជាការប្រសើរបំផុតពេលដែលយើងចាប់បាននៅកម្រិតទី1គេអត់វះកាត់ទេគឺយើងត្រូវធ្វើម៉េចទប់ជាតិស្ករឲ្យបានទប់ជាតិគីមីហើយនឹងរក្សាសុខភាពបាតភ្នែកឲ្យបានគឺមិនឲ្យលើសឈាមដែរហើយនឹងមិនឲ្យខ្វះអាហារទ្រទ្រង់សុខភាពជាពិសេសសុខភាពសរសៃឈាមសុខភាពបាតភ្នែកនិងសុខភាពកែវភ្នែកយើងអាចត្រួតពិនិត្យសុខភាពរោគជាតិស្ករជាតិខ្លាញ់ជាប្រចាំកុំឲ្យលើសហើយសួរថាម៉ានដែលលើសអាចប៉ះពាល់ភ្នែកពេលព្រលឹមឡើងគឺចាប់ពី96ឡើងលើឧទាហរណ៍ដូចថាយើងមាន100យើងមាន105អីអត់ទាន់កើតទៅនោមផ្អែមទេប៉ុន្តែវាប៉ះសុខភាពកែវភ្នែកហើយប៉ះសុខភាពខួរក្បាលហើយចាប់ពី96ឡើងលើគ្រាន់តែថាមានតិចប៉ះតិចមានច្រើនប៉ះច្រើនមានរយៈពេលខ្លីប៉ះតិចតួចបើមានរយៈពេលវែងប៉ះច្រើនវិធីព្យាបាលគឺយើងត្រូវវះកាត់ដូរកញ្ចក់កែវគេហៅ cornea គឺគេខ្វៀល cornea ហើយគេដូរកញ្ចក់កែវគេដាក់កញ្ចក់កែវសពនិមិត្តចូលទៅអញ្ចឹងបើសិនជាយើងវះកាត់ទាន់ពេលគឺបាតភ្នែករបស់យើងអត់ទាន់ខូចអត់ទាន់ខ្សោយអញ្ចឹងពេលដែលវះកាត់ដូរកញ្ចក់កែវរួចគឺយើងភ្លឺចាស់នៅពេលដែលយើងទុកយូរពេកជួនកាលយើងដូរកញ្ចក់កែវហើយយើងនៅតែមើលមិនឃើញដោយសារវាខូចបាតភ្នែកហើយជាទូទៅគឺកូនចៅអ្នកនៅក្បែរខ្លួននឹងជួយមើលគាត់បើសិនជាឃើញមិនស្រួលចាំឲ្យគ្រូពេទ្យទូទៅមើល
មើលបើគ្រូពេទ្យទូទៅមើលឃើញហើយគ្រូពេទ្យទូទៅនឹងបញ្ជូនទៅគ្រូពេទ្យខាងផ្នែកភ្លាមជាបន្ទាន់នឹងបើយើងមិនទាន់ចង់ទៅគ្រូពេទ្យផ្នែកភ្លាមជាបន្ទាន់មនុស្សខ្លះគាត់ទៅពិនិត្យសុខភាពប្រចាំឆ្នាំអញ្ចឹងជាទូទៅអង្គុយមុខដុកទ័រលីគឺមើលឃើញហើយផ្នែកគាត់បើសិនជាផ្នែកគាត់ល្អដុកទ័រលីអត់មាត់ទេតែបើសិនជាផ្នែកគាត់ល្អគឺដុកទ័រលីប្រាប់ភ្លាមថាត្រូវទៅជួបពេទ្យភ្នែកជាធម្មតាមុននឹងវាកាត់គេត្រូវធ្វើអីខ្លះលោកស្រីជំនឿតាមធម្មតាការវះកាត់ណាមួយក៏ដោយដាច់ខាតត្រូវតែពិនិត្យសុខភាពហើយសុខភាពដែលត្រូវត្រួតពិនិត្យមុនគេគឺពិនិត្យជាតិស្ករនិងជំងឺទឹកនោមផ្អែមកង្វះអាហារទ្រទ្រង់ហើយនឹងជាតិពុលយើងអាចឆែកតាមកញ្ចប់ពិនិត្យសុខភាពប្រចាំឆ្នាំរបស់យើងដែលក្នុងនោះមានស្ករមានខ្លាញ់មានអាហារចិញ្ចឹមមានជាតិរ៉ែមានជាតិវីតាមីនគ្រប់យ៉ាងមានមុខងារថ្លើមមុខងារតម្រងនោមប្រមាត់ព្រូនសត្វល្អិតតេញ៉ាឡាក់នៅក្នុងនោះអាចប្រើប្រាស់បានមិនបាច់មានអ្វីបន្ថែមសម្រាប់សុខភាពផ្នែកទេពិនិត្យសុខភាពប្រចាំឆ្នាំនោះគឺអាចគ្រប់គ្រាន់ហើយសំខាន់ជាងគេគឺយើងមើលគ្នាកាលណាមើលចំកណ្ដាលប្រស្រីភ្នែកនោះឃើញមានអ្វីដូចពពកសសវាមិនមែនខ្មៅដូចខ្ជូងអានោះគឺយើងត្រូវទៅពេទ្យហើយកុំទុកឲ្យឡើងបាយគឺគ្មានអ្វីក្រៅពីការវះកាត់ដូរកញ្ចក់កែវទេចំពោះអ្នកកើតជំងឺទឹកនោមផ្អែមការបកភ្នែកមានបញ្ហាអត់លោកស្រីចំណិតសម្រាប់អ្នកដែលកើតទឹកនោមផ្អែមបើសិនជាបកភ្នែកអាចคลายពីព្រោះយើងបកចំណែកឲ្យវះកាត់ដូរកញ្ចក់កែវអត់คลายទេហើយបើសិនជាយើងចង់បកកុំឲ្យคลายទី1យើងគ្រប់គ្រងជាតិស្ករឲ្យបានល្អទី2យើងប្រើថ្នាំផ្សាឲ្យបានត្រឹមត្រូវទី3យើងថែទាំកុំឲ្យឆ្លងមេរោគចូលកុំចេះតែញីភ្នែកហើយបន្តថ្នាំត្រឹមត្រូវទៅទោះជាកើតទឹកនោមផ្អែមក៏គេបកភ្នែកបានដែរបកភ្នែកគឺបកកន្ទុយថ្លែងវះកាត់ភ្នែកដូរឡង់ទីអានោះភ្នែកឡើងបាយអញ្ចឹងជំងឺពីរហ្នឹងខុសគ្នា